បញ្ហាបច្ចេកទេសទ្រង់ទ្រាយធំ Facebook Error បង្កឲ្យខាត់បងតម្លៃទីផ្សាររាប់ពាន់លានដុល្លារកាលពីយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2026នេះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook Messenger រាប់លាននាក់នៅជុំវិញពិភពលោកបានជួបប្រទះបញ្ហាមិនអាចចូលប្រើប្រាស់គណនី Facebook បានអ្នកប្រើប្រាស់មួយចំនួនត្រូវបានប្រព័ន្ធ log out ចេញពីគណនីដោយស្វ័យប្រវត្តិខណៈអ្នកផ្សេងទៀតមិនអាចផ្ទុក new feed ផ្ញើសារទៅកាន់គេហទំព័រផ្សេងៗបានឡើយការកែងប្រព័ន្ធនេះមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់អាជីវកម្មអ្នកផ្សាយពាណិជ្ជកម្មនិងអ្នកបង្កើតមាតិកាជាច្រើនដែលពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ Meta សម្រាប់ការងារប្រចាំថ្ងៃក្រោយមានបញ្ហាកើតឡើង Meta បានទទួលស្គាល់ថាមានការរំខានដល់សេវាកម្មរបស់ខ្លួននិងចាប់ផ្ដើមជួសជុលភ្លាមៗទោះបីជាព័ត៌មានលើបណ្ដាញសង្គមថា Meta បាត់លុយជិត $2000 លានក៏ដោយប៉ុន្តែជាក់ស្ដែងមិនមែនជាការបាត់បង់សាច់ប្រាក់ផ្ទាល់នោះទេព័ត៌មាននេះគឺសំដៅទៅលើការធ្លាក់ចុះនៃតម្លៃភាគហ៊ុននិងតម្លៃទីផ្សាររបស់ក្រុមហ៊ុននៅកំឡុងពេលដែលវិនិយោគិនមានការព្រួយបារម្ភអំពីស្ថិរភាពនៃប្រព័ន្ធការកែងប្រព័ន្ធទ្រង់ទ្រាយធំអាចធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្មនិងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនផងដែរ